ម៉ែវាឆៃទៅឆាប់ឡើងចាពុកវាខ្ញុំឆៃហើយកូនឆៃទៅណាឆាប់ឡើងពួកយើងមុខជាខ្លាយជាមនុស្សមិនខានទេប៉ិតជាដូចអ្វីដែលចចកនិយាយមែនលឿនចាស់ពួកទាំងបីស្រាប់តែមានធម្មពលចម្លែកនិងបានខ្លាយជាមនុស្សទាំងអស់គ្នាតែម្ដងម៉ែវាខ្ញុំមានដៃមានជើងមើលចុះខ្ញុំខ្លាយជាមនុស្សហើយអើយងាប់ទៅមិនចឹងទេមេភូមិបានឃើញទៅហើយគ្រានោះគាត់ក៏បានទាញផ្ទះកាប់ពូដាច់ជាកង់និងបានងាប់បាត់ទៅពស់នេះពិតជាប្រហើនណាស់គិតថាយើងខ្លាចដល់មិនចេះការពារខ្លួនមែនទេរឿងគ្រួសារពស់ជានិទានអំពីពស់ជាមួយសម្បុកតែងតែលូនស្វែងរកអាហារគ្រប់ពេលពស់ទាំងបីមានកម្លាំងណាស់ហើយក៏មិនដែលធ្វើឲ្យអាហារណាមួយគេចរួចខ្លួនឡើយនៅកន្លែងសម្បុកនៃពស់ជាអ្នកពួកយើងទៅរកអាហារនៅចង្កេះភ្នំទៅអីព្រោះទីនោះមានឆ្លុះមានក្តាន់រត់ទៅមកច្រើនណាស់ល្អណាស់ខ្ញុំចង់សាកទីនោះដែរកូនតើកូនទៅដែរទេចាម៉ែកូនក៏ទៅដែរព្រោះកូនមិនចង់នៅសម្បុកទេវាអុកសុកពេកណាស់ហើយក៏ឃ្លានថែមទៀតបើអញ្ចឹងពួកយើងទៅជាមួយគ្នាទៅឆាប់ឡើងសម្រាប់គ្នាហើយសត្វពស់មួយសម្បុកនេះក៏បានទៅដល់ចង្កេះភ្នំថ្ងៃនោះគ្មានសត្វព្រៃទេតែថែមមានមនុស្សម្នាក់បានឆ្លងកាត់ទៅវិញអ្នកមើលចុះនោះមានមនុស្សណែហាពួកយើងវិបហាគេម្នាក់នោះទៅខ្ញុំចង់ឆៃសាច់មនុស្សណាស់ពុកម៉ែសាច់មនុស្សតើល្អណាស់មែនទេពុកកុំដឹងដែរកូនមានតែសាកទេបើអញ្ចឹងកុំចាំយូរអីពួកយើងវិបហាតែម្ដងទៅបរោះម្នាក់នោះមិនបានដឹងទេថាមានពស់យក្សដល់ទៅ3ក្បាលឡើយគាត់ធ្វើដំណើរធម្មតាលុះដល់មិនលុបកាលណានោះពស់ក៏បានចូលមកតែម្ដងពស់ច្រើនណាស់ជួយផងកុំរត់ឯងរត់ទៅណាមិនរួចទេកុំទៅណាឲ្យពួកយើងឆៃភ្លាមពស់ទាំង3រៀបតែនឹងរត់បរោះកសិករធ្វើជាអាហារទៅហើយភ្លាមនោះតាបោះក៏បានបង្ហាញខ្លួនចេញមកឈប់សិនពស់ចូលពស់ឈប់ទៅអ្នកអើយកសិករនោះរត់ទៅបាត់ហើយស្ដាប់យើងណាពស់កុំសម្លាប់មនុស្សអីហេតុអីទៅការដែលកើតជាពស់មិនប្រសើរដោយការដែលកើតជាមនុស្សទេបើពស់ចង់ខ្លាយជាមនុស្សឬក៏ទេវតាគួរតែតាំងសិលវិញល្អជាងកុំសម្លាប់មនុស្សអីតែពួកគេជាអាហារយើងតើជឿចុះណាការដែលកើតជាមនុស្សទៅប្រសើរតែបើអ្នកសម្លាប់មនុស្សពួកអ្នកនឹងមានបាបខ្លាំងណាស់ហើយនឹងរស់នៅវេទនាត្បិតសត្វខ្លាំងផ្សេងទៀតនឹងយាយីពួកអ្នកគ្រប់ពេលតាបោះក៏និយាយត្រូវដែរពុកវាខ្ញុំក៏យល់អញ្ចឹងដែរប៉ុន្តែលោកតាតើការសំសិលពិតជាអាចខ្លាយជាមនុស្សបានមែនទេគឺមែនហើយតើពួកអ្នកមិនចង់ខ្លាយជាមនុស្សទេមែនទេការដែលខ្លាយជាមនុស្សគឺមានបញ្ញាហើយក៏អាចធ្វើអ្វីគ្រប់យ៉ាងបានទាំងអស់ផងដែរបើអញ្ចឹងខ្ញុំពិតជាអាចរស់នៅបានស្រួលមិនខ្លាចសត្វស្លាប់ឆាបឬក៏លូនមុតបន្លាទៀតទេពុកវាពុកម៉ែកូនចង់ខ្លាចជាមនុស្សណាតាបោះតើធ្វើបែបណាទៅអាចខ្លាចជាមនុស្សបានទៅសុំនិយាយមកចាស់មកតាមយើងមកយើងនឹងជួយពួកអ្នកថ្ងៃនោះលោកតាបោះបានបញ្ជើញណែនាំនិងបានជួយពួកគេឲ្យសុំសិលហើយពស់ទាំង3ក៏បានព្យាយាមធ្វើតាមគ្រប់យ៉ាងតែម្ដងមួយរយៈក្រោយមកយីអើតើពួកពស់នោះប៉ិតជាសំសិលមែនក៏អីប៉ិតជាគួរឲ្យអស់សំណើចណាស់តែថាមើលទៅពួកគេប៉ិតជាខំណាស់តិចពួកគេសំសិលបានសម្រេចតែដឹងគិតលេងមួយក្បាច់សិនចចកហេតុថាមានចិត្តច្រណែនមិនចង់ឲ្យគេបានល្អឡើយក៏បានប្រើល្បិចចូលទៅតែថាលុះវាដើរចូលបានបន្តិចវាក៏បានលឺថាអ្នកពួកយើងសំសិលជាយូរមកហើយតែហេតុអីក៏មិនទាន់ខ្លាយជាមនុស្សឬក៏ទេវតាទៀតណោះខ្ញុំដូចជាអស់កម្លាំងណាស់អ្នកគិតថានឹងបោះបង់មែនទេអត់ទេខ្ញុំនឹងព្យាយាមបន្តទៀតបានលឺហើយនោះចចកក៏បាននិយាយថាយីអើអញស្មានថាវាអស់ការតស៊ូតាមប៉ិតតែនៅតែតស៊ូតើគិតទៅសាឡបងលេងសិនទៅបាន
និយាយហើយចោះក៏បានលុបចូលទៅដោយមិនឲ្យតាបោះដឹងនឹងបានសម្ដែងការគួសមឡើងមកថែ សួស្ដីបងពោះតាគូឲ្យគោរពតើពួកបងកំពុងតែធ្វើអីហ្នឹង អូអ្នកបងចចកទេគឺខ្ញុំកំពុងតែសុំសិលនឹងណា តើសុំសិលធ្វើអីទៅបងពោះ គឺសំសិលដើម្បីខ្លាចជាមនុស្សត្រូវឲ្យអ្នកបងចចកអ្នកបងគួរតែសំសិលដែរទៅក្រែងបានខ្លាចជាមនុស្សឬក៏ទេវតាបានណា អើយមែនក៏អីអ្នកបងតែថាតើសុំសិលដល់ពេលណាដែរទៅបានខ្លាយជាមនុស្សឬក៏ទេវតាបានទៅ គឺថា អើយលបងពោះក៏មិនដឹងដែរមែនទេរួចចោះមិនក៏ថាខ្លាយជាមនុស្សបានទៅទាំងដែលគ្រប់យ៉ាងមិនទាំងដឹងផងហ្នឹង ក៏ប៉ុន្តែលោកតាបោះបានបញ្យល់ថាឲ្យតែមានការព្យាយាមនឹងបានសម្រេចតាមក្តីប្រាថ្នាហើយ គ្មានអ្វីបានមកដល់ងាយនោះទេ អើយនេះជាការកុហកទេគ្មានអ្នកណាដឹងថាអនាគតមានរឿងអ្វីកើតឡើងឬបានសម្រេចតាមអ្វីដែលខ្លួនចង់បានឡើយ ចុះអ្នកបងចចកគិតថាបែបណាអ្នកបងចចកមិនចង់ខ្លាយជាអ្វីដែលប្រសើរជាងនេះទេមែនទេ ខ្ញុំធ្វើជាចចកបានសុខហើយជីវិតខ្ញុំក៏មិនចាំបាច់មកសុំសិលអត់បាយអត់ទឹកនិងវេទនារាងកាយបែបនេះឡើយ ពួកយើងមិនពិបាកទេចចក ព្រះអើយបើចង់ខ្លាយជាមនុស្សឬក៏ទេវតាមិនបាច់ពិបាកទៅទ្រាំបែបនេះទេណែខ្ញុំប្រាប់ចោះបើចង់ខ្លាយជាការពិតបានលឿនណាស់អ្នកគួរតែធ្វើរឿងមួយទៅ តើធ្វើបែបណាតើអ្នកបងចចកមានវិធីអីបានល្អជាងដែលមកអង្គុយសុំសិលមែនទេ មានគឺមានប្រកាសណាស់បើអ្នកបងលោកបងនិងនាងពោះចង់បានដូចបំណងណាឆៃសាច់តាបោះនោះទៅ ថាម៉េចឆៃសាច់តបោះមែនទេ លោកបងអ្នកបងគិតមើលទៅតាបោះជាមនុស្សមានសិលបើបានឆៃគាត់កាលណាមុខជាអាចប្រែកាឡាជាមនុស្សឬក៏ពោះបានមិនខានទេ ក៏សមហេតុសមផលដែរគាត់ជាមនុស្សមានសិលមានសច្ចៈមានវេទមន្តតែមិនព្រមជប់ឲ្យពួកយើងខ្លាយជាមនុស្សទេបែរជាឲ្យពួកយើងមកសុំសិលតមសាច់រស់លងវេទនាតែម្ដង អើយមែនហើយពុកវាខ្ញុំគិតទៅក៏ខឹងដែរ និយាយអញ្ចឹងពុកម៉ែខ្ញុំដូចជាហត់ណាស់មិនចង់ធ្វើជាពូសំសិលទៀតទេវាហត់ណាស់ហើយក៏ឃ្លានទៀតគួរតែឆៃសាច់តាបោះនោះទៅ មែនហើយកូនម៉ែចង់បានសាច់តាបោះដែរណាប្រហែលជាឆៃហើយបានខ្លាចជាមនុស្សផងក៏ថាបាន អើយកាត់មើលឲ្យច្បាស់ទៅបើចង់ខ្លាយជាមនុស្សឆាប់នោះគួរតែឆៃសាច់តាបោះទៅតែកុំឲ្យគាត់ដឹងខ្លួនណាបើគាត់ដឹងគាត់មុខជាមិនងាយឲ្យពួកបងឆៃបានទេ មែនហើយអរគុណណាស់បងចចក អើយមិនបាច់គួសមទេប្រយ័ត្នផងណាហើយក៏ជូនពរឲ្យខ្លាយជាមនុស្សឆាប់ដូចបំណងផងទៅចោះ បាទអរគុណណាស់អ្នកបងចចក គិតថាបញ្ចុះបញ្ចូលសម្រាប់ហើយនោះគ្រានោះចចកក៏បានធ្វើដំណើរចាក់ចេញទៅព្រមទាំងលួចសាច់ផងនិងបាននិយាយម្នាក់ឯងផងដែរ ខ្លួនសុទ្ធតែបាបតែមកសុំសិលទៅវិញឈើចាំមើលណាយើងនឹងឲ្យពួកឯងមានបាបកាន់តែក្រាស់ពោះនៅតែជាពោះគ្មានថ្ងៃបានល្អទេ ចាប់តាំងពីពេលនោះមកចចកមិនទៅណាឆ្ងាយទេវានៅក្បែរនោះក្នុងចេតនាចង់ដឹងថាតើគ្រួសាររបស់ពោះពិតជាបានស៊ីសាច់តាបោះពិតឬក៏អត់នោះ ពោះទាំងអស់តើមកធ្វើអីដែរគឺមកឆៃសាច់តបោះនឹងហើយថាម៉េចតើពួកអ្នកមិនអាចយកឈ្នះអារម្មណ៍យាយីគេបានទេមែនទេ សូមកំព្រានបដៅពួកយើងទៀតអីពួកយើងមិនអាចខត់សេចក្តីឃ្លានបាននោះទេពួកយើងពិតជាហេវណាស់ កុំនិយាយច្រើនពេកចូលទៅឆៃវាទៅ បើបានជាចង់ឆៃក៏ឆៃទៅចុះតែប្រាប់មូលហេតុសិនមកតើហេតុអីបានជាពួកអ្នកស្រាប់តែប្រូរចិត្តឈប់សំសិលយ៉ាងនេះព្រោះពួកយើងចង់ខ្លាយជាមនុស្សលឿនជាងការសំសិលហើយការដែលបានឆៃសាច់លោកគឺនឹងជួយឲ្យពួកយើងបានសម្រេចជាមិនខានអូតាមពិតគឺយ៉ាងទេអីតែពួកឯងពិតជាគិតថាការដែលបានឆៃសាច់យើងនេះនឹងខ្លាយជាមនុស្សពិតទេ គឺប៉ាត់ហើយចោះលោកគិតថាចង់រត់គេចមែនទេ មិនរត់គេចទេបើបានជាចង់ឆៃក៏ឆៃទៅចុះ តាបោះក៏បានដឹងថាថ្ងៃនេះជាថ្ងៃដែលខ្លួនត្រូវអស់អាយុសង្ខារដែរហេតុនេះតាបោះក៏ពុំប្រកែកនិងបានឲ្យពោះនាំគ្នារត់ផ្ដាច់សាច់ស្លាប់តែម្ដងទៅ អ
អឺ តាបោះនោះក៏ល្ងងដែរមិនក៏សុកចិត្តលះបង់ខ្លួនដល់ម្លឹងនោះអឺ តាបោះក្រោយត្រូវពស់រត់ដាច់ខ្យល់វិញ្ញាណហើយនោះក៏បានទៅកើតជាទេវតារស់នៅសុខាតរៀងទៅ ម៉ែវាឆៃទៅឆាប់ឡើង ចាពុកវាខ្ញុំឆៃហើយកូនឆៃទៅណាឆាប់ឡើងពួកយើងមកជាខ្លាយជាមនុស្សមិនខានទេប៉ិតជាដូចអ្វីដែលចចកនិយាយមែនលើចិត្តពស់ទាំង3ស្រាប់តែមានធម្មពលចម្លែកនិងបានខ្លាយជាមនុស្សទាំងអស់គ្នាតែម្ដង ម៉ែវាខ្ញុំមានដៃមានជើងមើលចុះខ្ញុំខ្លាយជាមនុស្សហើយ អ្នកខ្ញុំក៏ដូចគ្នាដែរមើលចោះពុកម៉ែមើលចោះខ្ញុំស្អាតដែរទេខ្ញុំខ្លាចជាស្រីកមុំហើយពិតជាស្អាតណាស់អូយព្រះអើយខ្ញុំមានអារម្មណ៍ល្អណាស់ចចកផងដែរមិននឹកស្មានថាគ្រួសាររបស់ពស់អាចប្រែជាបែបនេះសោះវាខឹងណាស់នឹងបាននិយាយថា អើយមិនសមសោះមិនក៏ពួកវាខ្លាចទៅជាមនុស្សបានអើយការនោះឲ្យយើងកុហកទេតែការកុហកបែរជាការពិតទៅកើតអើយឈប់សិនបើអញបានឆៃដែរនោះមុខជាអើយ និយាយបែបនេះហើយចចកក៏បានដើរចូលទៅក្បែរពួកគេរួចក៏បាននិយាយយ៉ាងគួរសមថា សួស្ដីបងពស់ដែលកើតជាមនុស្សមើលទៅពួកលបងអស់ចានណាស់ មែនហើយយើងក៏អរគុណឯងដែរដែលកាលនោះបានប្រាប់កុំអីមិនដឹងតែសំសិលស្អីនោះដល់អង្កលទេ អើយកុំគួសមអីតែថាតើមានសល់សាច់តបោះបន្តិចដែរទេ គ្មានទេមានតែចចកអាំងប៉ុណ្ណោះ តើមានន័យថាម៉េចទៅលបងពស់ គឺពួកយើងធ្លាប់តែឆៃសាច់ឆៅតែពេលនេះពួកយើងបានខ្លាចជាមនុស្សហើយហេតុនេះគឺចង់ឆៃសាច់ចចកអាំងនោះអី អើយថាម៉េចពួកអ្នកបងនិយាយលេងតែដឹងខ្ញុំជាអ្នកមានគុណជួយណែនាំពួកអ្នកបងមិនក៏ចង់ឆៃសាច់ចចកដូចជាយើងបែបនេះ តើមនុស្សឯណាទៅជាពាក់គុណសัตว์នោះវាគួរឲ្យអស់សំណើចណាស់ ម៉ែវាពាត់វាទៅ ចាពុកវា អើយកុំអី ចចកកំពូលល្បិចចង់ធ្វើបាបគេក៏បានរងទុកធ្លាក់លើខ្លួនឯងចំណែកគ្រួសារពស់ជាក៏សាហាវខូខើតើបន្ទាប់មកពួកគេនឹងជួបបែបណានោះ អ្នកពួកយើងខ្លាយជាមនុស្សហើយអញ្ចឹងពួកយើងគួរតែទៅរស់នៅជាមួយនឹងអ្នកភូមិមនុស្សតើល្អទេ មែនហើយអ្នកទីនោះមុខជាមានមនុស្សច្រើននិងមានអាហារច្រើនមិនខានទេម៉ែហេកូនតែសានណាពួកយើងទៅរស់នៅចិត្តពួកគេទៅកូនចង់ឆៃសាច់មនុស្សរាល់ថ្ងៃណា ពិតណាស់ពុកក៏ចង់ដូចគ្នាដែរ សម្រាប់គ្នាបែបនេះហើយពួកគេក៏បានសាងសង់ខ្ទមតូចមួយនាចុងភូមិព្រំប្រទល់ព្រៃភូមិនិងវាលស្រែតែម្ដង តើនោះជាខ្ទមអ្នកណាគេអញ្ចេះចម្លែកណាស់នោះជាដីខ្ញុំតើមិនក៏គេហ៊ានមកសង់ខ្ទមទៅកើន ពលបែបនេះហើយមេភូមិក៏បានដើរទៅចិត្តបន្តិចនិងបានសម្គាល់ឃើញថាពស់ជាក់ទាំង3ក្បាលនោះកំពុងតែដេកសំងំលងលក់មិនដឹងខ្លួននានៅក្នុងខ្ទមមួយ ពុទ្ធោពស់ធំណាស់ ពូមេភូមិភ័យពេកក៏បានភ្ញាក់ចេញមកក្រៅហើយដួលចំណែកឪពុកពស់ក្រោយបានឮសំឡេងពូមេភូមិក៏បានប្រែជាមនុស្សវិញនិងបាននិយាយថា លបងហើយតើលបងមកមានការអីនោះលបងនៅក្នុងផ្ទះមានពស់ធំណាស់ប្រយ័ត្នមានគ្រោះថ្នាក់ណាគ្មានពស់ឯណាទេលបងឯងយល់ច្រឡំហើយគ្មានមែនអីណែសង្ស័យតែខ្ញុំស្វាំងភ្នែកមែនទែនហើយអញ្ចឹងប៉ុន្តែលបងតើនេះជាខ្ទមអ្នកណាគេហ្នឹងអូគឺខ្ទមខ្ញុំហ្នឹងណាលបងពួកខ្ញុំក្រពេកក៏ធ្វើសម្បុកអូអត់ទេធ្វើខ្ទមតូចមួយតែម្ដងទៅនេះជាដីខ្ញុំណាមិនក៏លបងមកសង់ផ្ទះដោយមិនបានប្រាប់ខ្ញុំមុនបែបនេះមកពីខ្ញុំឃើញទីនេះស្ងាត់ល្អអាចសក់បានអូអត់ទេអាចសំងំរកចំណីបានទៅផ្សង់ខ្ទមតែម្ដងទៅភាសានិយាយដូចជាសត្វពស់យ៉ាងម៉េចទេមែនហើយលបងខ្ញុំសុំទោសណាខ្ញុំមិនកំណាញ់ទេតែទីនេះខ្ញុំត្រូវភ្ជួរដីព្រោះសណ្ដែកសូមលបងរើចេញផងណាអូបាទមិនអីទេចាំខ្ញុំរើចេញក៏បានដែរតែខ្ញុំសូមពិភាក្សាជាមួយប្រពន្ធនិងកូនខ្ញុំសិនណាលបងបាទអញ្ជើញតាមសម្រួលចុះលបងខ្ញុំទៅសិនហើយបាទលបង លោកនឹងខ្លាយជាចំណៃខ្ញុំមុនគេ
chăm từ mười cho mình ní là bong dây thao mấy ăn miên tha ấy tê là bong xôm là bong trên từ cho មេភូមិដើរចាក់ចេញបាត់ទៅឪពុកពោះក៏បានហៅប្រពន្ធនិងកូនឲ្យចេញមកព្រមទាំងបាននិយាយថា ta kết bài na tới mai vía bỏ ra nốt kia mà đánh dương chành hai nữa pro kế trời cà chùa ro ទីនេះមានទីតាំងល្អណាស់អាចចាប់ចំណីបានស្រួលពុកវាក៏ដើរចេញអីនៅទីនឹងហើយណា tại kỳ tha nâng một chùa đấy đầm bay pro sần đai hai na mai vía bỏ bài nốt tôm dấn tinh ta hai tia ấy កុំឲ្យគេភ្ជួរអីបើបែបនោះពួកយើងស៊ីបរោះនោះជាអាហារតែម្ដងទៅពុកទុកឲ្យកូនជាអ្នកទៅចោះយប់នេះធានាថាគេនឹងស្លាប់ហើយ បញ្ចឹងបានកូនទៅចោះហើយប្រែជាពោះលុនដោយប្រុងប្រយ័ត្នណាបើកាលណាឃើញវាដេកលក់រឹតវាឲ្យបាក់ឆ្អឹងហើយលេបចូលពោះតែម្ដងទៅ ចាពុកនាងកូនពោះប៉ាត់ជាអន្ទះសាមែនហើយមេឃមិនតន់យប់ស្រួលបួលផងនាងក៏បានប្រែជាពោះរួចលូនចេញទៅតែម្ដងនៅផ្ទះមេភូមិមកជាផ្ទះនោះហើយអាកាចាស់ឯងត្រូវតែខ្លាចជាចំណីរបស់យើងក្នុងពេលនេះហើយនាងពោះបានលូនយ៉ាងប្រុងប្រយ័ត្នដើម្បីទៅឆីមេភូមិជាអាហារលុះឃើញមេភូមិសម្រាប់កាលណានោះនាងក៏បំរុងរត់តែម្ដងអើយងាប់ទៅមិនចឹងទេមេភូមិបានឃើញទៅហើយគ្រានោះគាត់ក៏បានទាញផ្ទះកាប់ពោះដាច់ជាកង់និងបានងាប់បាត់ទៅ ពោះនេះពិតជាប្រហើនណាស់គិតថាយើងខ្លាចដល់មិនចេះការពារខ្លួនមែនទេ ដោយមានសម្លេងមុននេះសុផាននិងប្រពន្ធក៏បានដើរចូលមក ពងតាមានរឿងអីហ្នឹង បងមើលចាស់ពោះធំណាស់ គឺពោះនេះវាចង់លេបពុកធ្វើជាអាហារហ្នឹងណាទើបបានជាពុកសម្រេចតែកាប់វាឲ្យងាប់តែម្ដងទៅកូនឯងមើលជួយយកវាទៅកប់ចោលផងណាបាទពងចាំខ្ញុំសម្អាតឈាមនេះចុះ ចាំអូនជួយបងចោះណាឪពុកម្ដាយពោះវិញហេតុថាមិនឃើញកូនមកសោះនោះទេហេតុនេះឪពុកពោះក៏បានសម្រេចចិត្តថា ខ្ញុំមិនឃើញកូនមកវិញសោះម៉ែវាខ្ញុំគិតថាប្រែកាឡាទៅជាពោះដើម្បីទៅរកកូនយើងសិនហើយ ចាពុកវាខ្ញុំបារម្ភកូនណាស់ពុកវាទៅឆាប់ឡើង ខ្ញុំមកវិញឥឡូវហើយណាម៉ែវា ឪពុកពោះបានលូនចេញទៅសម្ដៅទៅរកកូនដោយក្តីបារម្ភលុះគ្រានោះពោះក៏បានជួបនឹងសុផានកំពុងតែកាប់ដីកប់ពោះនោះឯង មេឃយប់ហើយអូនគួរតែសម្រាកទៅបងកាប់ដីកប់រួចឥឡូវហើយ អត់ទេបងកប់ហើយនឹងអាចសម្អាតឈាមពោះរួចសំពោះយើងទៅសម្រាប់ជាមួយគ្នាចាឃើញមានសាកសពពោះនឹងលឺបែបនេះឪពុកពោះក៏បានដឹងថាពួកគេនេះហើយដែលជាអ្នកសម្លាប់កូនរបស់ខ្លួន យើងនឹងសងសឹកពួកឯងសម្លាប់កូនយើងមែនទេពួកឯងអាក្រក់ណាស់ចូលងាប់ទៅ ឪពុកពោះហេតុថាជាពោះគ្មានការគិតសោះមើលចាស់ហក់មកចាស់ចាំពេលដែលសុផានកាប់ដីបណ្ដាលឲ្យដាច់ខ្លួនជាពីរនឹងងាប់បាត់ទៅ ពុទ្ធោអូនបងកាប់ចំពោះមួយទៀតហើយ មិនក៏មានពោះធំមួយទៀតហើយអូព្រះអើយពោះអីពោះសំពោះឯងទៅឲ្យបានសុខចុះណាចំណែកម្ដាយពោះវិញបាត់កូនផងបាត់ប្តីផងក៏នៅមិនសុខទេហើយមេក៏ចិត្តភ្លឺទៀតថ្ងៃនោះម្ដាយពោះសង្ស័យថាគ្រួសាររបស់គេមុខជាមានរឿងមិនខានឡើយមេក៏ចិត្តភ្លឺហើយដែរតែខ្ញុំពិតជាបារម្ភណាស់ខ្ញុំគិតថាប្រែជាពោះរួចទៅរកមើលសិនទៅបានមេពោះលូនចាំងអន្តេសានៅបានមួយសន្ទុះកាលណានោះក៏បានទៅដល់កន្លែងមួយនិងបានឃើញថាកសិករកំពុងតែមកពីទិសផ្ទុយគ្នា អូហូយើងចាំបានថាកាលនោះពោះនេះហើយវាព្រួតគ្នាចង់លេបយើងឥឡូវនេះបានដៃអញវិញហើយល្អណាស់បើថៅអញបល័យឯងនៅកន្លែងនេះចុះ មិនបងអង្គយូរទេកសិករក៏បានសម្លាប់ពោះងាប់ក្នុងគ្រានោះទៅ ទោះអញមិនឆីក៏អញសងសឹកដែរអានាងអញមិនຕົកពោះដល់កាចនេះនាំគ្រោះដល់គេឯងទេ តើកម្មឬក៏យ៉ាងណាចុងក្រោយគ្រួសាររបស់ពោះក៏វិនិច្ឆ័យទាំងអស់ទាំងនេះសបញ្ជាក់ថាការធ្វើអាក្រក់លើគេយ៉ាងណាមិនយូរទេអំពើនោះនឹងធ្លាក់លើខ្លួនវិញ